ជំរាបសួរទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំនឹងមកធ្វើ code C++ មួយទៀតដែលតាក់ទងទៅនឹង POS system តាមពិត POS system មានគ្នាយើង suggest មកខ្ញុំធ្វើខ្ញុំក៏ដំបូងក៏ខ្ញុំអត់ដឹងថាស្អីគេជា POS system ដែរដល់ពេល search ទៅ POS system ហ្នឹងគេដាក់ថា point of sale បើនិយាយទៅ POS system ហ្នឹងវាដូចជា system មួយដែលគេត្រូវការវានៅក្នុង mart អញ្ចឹងវាមិនមែនមានតែប្រភេទ software ទេវាត្រូវមាន hardware វាមាន barcode វាមាន scanner វាមាន system អីចឹងទៅប៉ុន្តែនេះខ្ញុំមកធ្វើនេះគឺមិនមែនតាក់ទង POS ពេញហ្មងទេគាត់ខ្ញុំមកធ្វើជា system លេងនៅក្នុង C++ អញ្ចឹងណាមកនិយាយទៅគាត់បញ្យល់គ្នាយើងទេអត់ស៊ីជម្រៅអត់ហើយនេះក៏មិនមែន PS system ដែរគាត់ថាធ្វើ system តាក់ទងមួយលក់ផ្ដាក់អីតិចតួចអញ្ចឹងណាបងប្អូនគ្នាអញ្ចឹងឥឡូវយើងមកចូលទាំងអស់គ្នាមកអញ្ចឹងអានេះកូដចាស់ខ្ញុំថ្ងៃមុនអញ្ចឹងខ្ញុំខ្ជិលបង្កើត file ថ្មីខ្ញុំបង្កើតនៅហ្នឹងទៅខ្ញុំដាក់ថា main1.cpp អញ្ចឹងទៅតោះមកខ្ញុំមាន include IO stream using namespace std យ៉ាងណាតើមក in main return 0តើមកខ្ញុំមាន clear screen មួយមក system cls អញ្ចឹងដូចតែគ្នាទេទាំងអស់គ្នាដើម្បីតបតែស្អាតយើងមានស្អីមួយមកដូចជាASCII art អីចឹងទៅASCII art ហ្នឹងមកតមកទៀតខ្ញុំទៅវាយដាក់ស្អីគេមួយចឹងទៅខ្ញុំដាក់តែម៉េចខ្ញុំដាក់តែម៉េចដាក់ cell system បណ្ដោយបើឲ្យវាក់ដាក់ cell system ចឹងមកតមកទៀតមិនបាច់ទេ copy clipboard ចឹងមកខ្លាច់បាត់ឯមួយតមកយើងយកមកផាសនៅនេះមកដកមកទៀតដូចដើមស៊ីអៅអាយ៉ាស៊ីអៅចឹងមកចេះមកតមកទៀតយើងដូចជាប៉ុណ្ណឹងទេទាំងអស់គ្នាខុសអីគេអូផ្លេចចប់ហ្មងខ្ញុំផ្លេចទាំងអស់គ្នាឥឡូវយើងសេរីបន្លាញម្ដងយ៉ាតមកទៀតយើង control យើងសាក់រ៉ានណាបាទរ៉ាន់មកឃើញអត់ស្អាតទេអញ្ចឹងយើង control F យើងចេះ replace ជាមួយនេះ2មកយើង replace all មកតមកទៀតយើងទៅ run មើលបាទមកនេះ cell system អញ្ចឹងបន្ទាប់ពីយើងធ្វើបានប៉ុណ្ណឹងហើយខ្ញុំអត់មានអីទេខ្ញុំក៏ចង់បង្កើត function វាតែខ្ញុំដាក់ថា void void header style អញ្ចឹងទៅនិយាយចេះដូចចង់ចូល web design វិញទាំងអស់គ្នា Ruby មកយើងដាក់ header style យើងមកយ៉ា run ម្ដងទៀតមកនោះអត់ចាញ់អូតិចបុកចោលម្ដងទៀតយ៉ាអញ្ចឹងបន្ទាប់មកទៀតអត់មានអីទេយើងត្រូវយ៉ាយើង
nhóm ọt bán kết tục môn đấy ngọc nè ọt đang thấy thứ ấy lấy dương miền tây input và đặt dương châu rồi tới lấy chạy sẵn nhóm ô tô tha nhóm miền xì áo nhóm đã ta muối input input đấy yeah input product cái giống nè cho mọi nhóm đã xì áo p display product cái giống tới lấy nhóm ta ở p đang sân ngọt nhé ấy chúng ta chơi thêm đó mới chứ bay exit the program bay exit the program top máu nhôm miền yeah nhôm miền in option muối top máu nhôm đã là xí áo nhôm đã là choose your option from muối đọt bay dân tới top máu là xí in option đi dân tới top máu tiết mày chơi được không nè nhôm đã là switch khác muối switch switch 10 mới chúng ta option ở đây chúng ta carbon rồi một tia chúng ta xì áo chúng ta là muối ở đây chúng ta cho mình ở đây style nhóm ta tải tải ngọt nha vì nhóm đã tha input product chẳng nhóm copy mà khai thủ chẳng nhóm đã báo khai thủ nhóm đã tha display product tập màu tiết nhóm đã category break màu tiết chúng ta xì áo exit the program bây giờ exit the program bây giờ chọn màu tiết default chúng ta xì áo data you choose wrong option bây giờ data please choose from 1 to 3 vậy vậy năng chẳngនៅក្នុងហ្នឹងខ្ញុំគួរតែប្រើ do while ហ្នឹងនេះខ្ញុំដាក់ថា do while ហ្នឹងទៅខ្ញុំដាក់ថាអីគេ option មិនស្មើ3យ៉ាងមកតបមកទៀតអីយ៉ាតបមកទៀតខ្ញុំបោះនេះចូលត្រូវវីត្រូវអះឥឡូវខ្ញុំសាក run មួយទាំងអស់គ្នាខ្ញុំសាក run មួយអញ្ចឹងខ្ញុំដាក់លេខ1 yeah input product ចេញមកតតែលេខ2ដូចគ្នាលេខ3 exit the program អញ្ចឹងដូចថ្ងៃមុនអញ្ចឹងបងប្អូនអត់មានអីទេយើង press enter មួយមកកុំឲ្យវាចេញលឿនពេក void press enter to continue អញ្ចឹងដាក់មក cout press enter
to continue អញ្ចឹងមកយ៉ាយ៉ាអានេះគ្មានអីទេខ្ញុំថែម style ខ្ញុំខ្លាចបាត់ style ខ្ញុំទាំងអស់គ្នាចេះធ្វើ style លេងទាំងអស់គ្នាឲ្យវាមើលទៅវាល្អមើលអីចឹងណាចឹងនេះហើយ complex c.get ignore មកcin.add ចាំមកទៀតខ្ញុំប្រេសទៅនេះចោលមួយមកចាំមកទៀតខ្ញុំរ៉ាន់មួយទៀតខ្ញុំដាក់លេខ1 press enter ដាក់លេខ2 press enter ខ្ញុំដាក់លេខ3 press enter បូកចឹងឃើញថាកំតិចកូដយើងបានហើយអញ្ចឹងយើងចូលទៅម្សិលមិញខ្ញុំដាក់តម្លៃ fix ថ្ងៃហ្នឹងខ្ញុំអត់ដាក់តម្លៃ fix ទៀតទេខ្ញុំចង់ឲ្យអត់ដាក់ថា8 9ឲ្យ user ចូលអញ្ចឹងទេ user ចូលខ្លួនឯងចង់បានប្រហែលបញ្ចូលប៉ុណ្ណឹងអញ្ចឹងខ្ញុំដាក់មួយមក in ឥឡូវខ្ញុំដាក់ in number អញ្ចឹងទៅឥឡូវចេះទៀតខ្ញុំកុំឲ្យបាក់យល់ in number of product in number of product ចឹងមកខ្ញុំដាក់ CI CI enter ដាក់ចោលenter number of product អីចឹងទៅតាមមកទៀតដាក់ថា cin product cin number of product អីចឹងមកបន្ទាប់មកទៀតខ្ញុំនឹងកើតមួយទៀត array មួយទៀតគឺ string product ខ្ញុំបោះ number of product ចូលគេបញ្ចូលប៉ុន្មានគេបញ្ចូលតំណែងប្រហែលឲ្យគេបញ្ចូលប៉ុណ្ណឹងមកអញ្ចឹងនៅពេលដែលខ្ញុំបញ្ចូលចឹងហើយ case 1 input product ខ្ញុំអត់មានអីទេខ្ញុំដាក់ for មក for in I ឥឡូវខ្ញុំរើ size នៃ product ជាមួយអញ្ចឹង inside ស្មើនឹង size of នៃ product ចែកនឹង size of នៃ pointer of product តមកទៀត for in I ស្មើ0 I តូចជាង size I បូកចឹងមកតមកទៀតនេះមកគេបញ្ចូលមក ci enter ហើយខ្ញុំដាក់ enter product name add index អីគេខ្ញុំចង់ឲ្យ index ចាប់ដើមពី I ចាប់ដើមពីលេខ1អញ្ចឹងដាក់ I បូក1មកតមកទៀតខ្ញុំបិទវិញមកផ្លឹបតមកខ្ញុំប្រើ flash stdin តមកខ្ញុំប្រើ getline getline cin product នៃ I ប៉ុណ្ណឹងបន្ទាប់មកទៀតខ្ញុំអត់តនេះទេខ្ញុំសុំទៅ output វាចេញម្ដងអញ្ចឹង for in I ស្មើ0 I តូចជាង size I បូកតមកទៀតខ្ញុំ CI មក CI តមកខ្ញុំចង់ឲ្យវាចេញពីលេខ1ទៅដែរអញ្ចឹងខ្ញុំដាក់មក CI ហើយតមកខ្ញុំដាក់ចុចមើលមកអញ្ចឹងលេខហើយខ្ញុំដាក់ product នៃ I របស់ខ្ញុំចូលមកតមកទៀតខ្ញុំ end line វាមកតមកខ្ញុំ run 1អូខេខ្ញុំ run 1គេចេញមកគឺគេឲ្យយើងតាមពិតខ្ញុំអត់ចង់ធ្វើអញ្ចឹងទេធ្វើអញ្ចឹងវិញធ្វើអញ្ចឹងដូចវាអត់សមបងប្អូនអញ្
dương đã header style dương này lừa vậy Ctrl C máu dương đã header style dương nó lên nó máu nó đi máu tập máu dương ran rồi dạ tập máu dương ran thường chẳng có việc đôi chia ọt lọ mơ là ngọt nè hãy cho bây giờ thường cha mình chụp ngọt nè cho bà dương ấy cho bây giờ thường cha dương lược một phần nắng dạ 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 cha mình dương lược một phần nè dương nhớ một đá cái nông đi ba nào đó nè dạ dương lược phần nắng ê ọt trái mày lại xả tới dần ngọt nè nhầm bật môi nhầm tới đầu tiết ô kìa ngọt nè vậy đi môi đây đây tam bất anh ấy với thợ nó không nè lại trang món nó nè dương chỗ là nà rồi lại tới trang món nó nè dương chỗ là nà tới trang sao nè đây nhầm u đồ hò nha u đồ nhầm bạch châu nằm bờ lê nhầm bạch châu bạch đạc bay bạch đạc mà này tập máu bị tranh mà dạ nhóm trong giờ bạch đạc nhầm nhầm giờ khai hóa nên bạch đạc chọn máu nhầm trong đã thay ghê bạch đạc nhầm bên đây là nhầm đã là fish ấy giang tư chọn máu tiết nhầm đã thay ghê điện ôi nhầm ấy bạch châu khơi nó không nên nhầm đã lấy nhầm châu đọt ấy giang thế chọn máu nhầm bạch châu Tiger ấy sẽ đã sao nó nè tập máu anh theo từ còn nhiều ạ yeah. Tập máu display và đặt display nè môi phi bị đột bay Tiger tập máu thiên thập bộ bấy agent pro ra yeah bắt nó nè lỡ tầng ọt nè practice tới nhom tờ mơ lộ mình ấy thời tiết để ra tầng ọt nè nhom ọt bàn triềm tục môn này nhom thưa director nè nè nhóm select input product តែអត់មាន price អញ្ចឹងយើងគួរតែមាន price មួយទៀតតើគ្នាអញ្ចឹងខ្ញុំមាន float នឹងបើ float ហើយ float product price និយាយទៅកូដនេះយើងអត់បានត្រៀមទុកអ្នកចាទៅហើយយើងchờមើលយល់អ្នកគ្នាតបមកទៀតខ្ញុំស៊ីអោខ្ញុំដាក់ថា enter product price មកទៀតខ្ញុំ in product price នៃ ai ចឹងតមកទៀតខ្ញុំ product នៃ ai ហើយខ្ញុំបើកអានេះខ្ញុំចុច2ហើយខ្ញុំដាក់product price នៃ ai តែអ្នកគ្នាខ្ញុំមិនដឹងថាធ្វើម៉េចដែរឥឡូវឧទាហរណ៍ខ្ញុំដាក់ product មាន3តមកខ្ញុំយកលេខ1 input product តមកទៀតខ្ញុំដាក់ដែល fish price វាខ្ញុំដាក់ឧទាហរណ៍5ឡាលេខ2ខ្ញុំដាក់dog price វា10ឡាតមកខ្ញុំដាក់លេខ3cat
private 15ឡាមកខ្ញុំ enter ពោកខ្ញុំចូលលេខ2អត់មានដុល្លារទេតមកទៀតខ្ញុំដាក់ប៉ុណ្ណឹង3 exit ចឹងដូចជាអត់មានដុល្លារអត់ដុល្លារយើងតាមដុល្លារនៅពីក្រោយមកតាមដុល្លារនៅពីក្រោយមកតមកទៀតយើងអានេះយើងគួរចាប់បន្តរវាមួយអស់គ្នាតមកទៀតយើងសាកម្ដងទៀតមកអស់គ្នាហើយហ្នឹងខ្ញុំចូល2បានហើយខ្ញុំដាក់លេខ1ខ្ញុំដាក់ fish 5 dog 10 2តើហើយចំទាំងអស់គ្នា float មិនក៏អត់មានចាឥឡូវទៅចឹងសិនទាំងអស់គ្នាឥឡូវយើង select product ដើម្បីទិញអញ្ចឹងខ្ញុំដាក់ថាលេខនេះខ្ញុំដាក់ថាស៊ីអាវលេខ3លេខនេះខ្ញុំដាក់ថាលេខ3 purchase ឯទាំងត្រូវទាំងនេះទៅសិន product នៅនេះខ្ញុំដាក់លេខ4វិញអានេះខ្ញុំដាក់លេខ4តមកបានខ្ញុំដាក់ cache 3តាមក្រោយ cache 3 break copy នេះមកខ្ញុំដាក់ថា Ctrl S ដាក់ថា purchase product purchase product ចឹងហើយដើម្បីទិញ product បានយើងត្រូវធ្វើអីគេដើម្បីទិញ product យើងត្រូវធ្វើអីគេទាំងអស់គ្នាចឹងយើងត្រូវមាន string មួយឈ្មោះថា purchase product ឯ product ហើយនេះដូច select ដែរបងប្អូនតើមកយើងមាន boolean មួយមក boolean if found ស្មើ for លេងទៅតើមកទៀតយើងឲ្យគេស៊ីអាវដាក់ថា enter product enter product to purchase តើមក enter product to purchase តើមកទៀតមាន L មកពីណាតមកទៀត for in I ស្មើ0 I តូចជាងផ្សាយ I បូកចឹងប្រសិនបើ purchase product ហ្នឹងវាស្មើមួយ product នៃ I ចឹងយើងឲ្យគេទិញ product ហ្នឹងទៅចឹងif found ស្មើ true តមកទៀតស៊ីអាវយើងដាក់អីគេ purchase product អីគេដែរមក purchase product
is purchased successfully យ៉ាងមកតមកទៀតប្រែកមួយហើយនេះជាប្រែកតមកទៀតបើសិនបើមិន if found ដាក់ថា CI purchase product isn't purchase product DOES that's done purchase product don't have in my system មកយ៉ាងទៅឥឡូវយើងទៅតេស្តមើលបងប្អូនអាយ៉ាខុសមួយបងប្អូនខុសអីគេចាំមិនត្រូវខុស switch អាយ៉ានោះខុស switch ទាំងអស់គ្នាខុស switch ហើយអានេះដូចជាមិនស្មើ4ទេចំអីនោះខុស switch ទាំងអស់គ្នាខុសរឿងអីចាំមិនត្រូវខុស switch សាក់រ៉ានមួយមើលខុសអីគេ error cache 4វិញ error អីគេទាំងអស់គ្នាដូចជាអត់មាន error អីទេចាំអត់មាន error អូយើងបង្កើត variable ក្នុងហ្នឹងហ៎បើយើងបង្កើត variable ហ្នឹងយើងគួរធ្វើអញ្ចេះវិញដាក់វានៅក្នុង curly bracket វិញអញ្ចេះមែនចង់បានអញ្ចឹងមែនណានបាទអូខេខ្ញុំដាក់3វាដាក់ខ្ញុំដាក់option 1ខ្ញុំដាក់close ម្ដង price វាខ្ញុំដាក់$4អញ្ចឹងទៅchain calculator អញ្ចឹងណាដាក់$7អញ្ចឹងទៅតបមកទៀតខ្ញុំដាក់ស្អីគេទៀតដាក់ម៉ៅអីចឹងទៅលក់ម៉ៅ keyboard ចឹងហ្នឹងដាក់$6អញ្ចឹងទៅយ៉ា2មកនេះតមកទៀតខ្ញុំខ្ញុំទិញ enter product to purchase ខ្ញុំទិញ product អីគេខ្ញុំទិញ chain បាច់ chain នេះអីគេហ្នឹងអូ chain is purchased successfully តមកទៀតខ្ញុំទៅលេខ2បាទអូ chain នៅតែអញ្ចឹងបើយើងទិញអាកន្លែងនេះយ៉ាជើងទិញកន្លែងនេះវាគួរតែឡើងមានអូខេទាំងអស់គ្នាទុកសិនយើងធ្វើអានេះ algorithm យើងឲ្យធ្វើភ្លាមទាំងអស់គ្នាបើយើងទិញកន្លែងនេះវាគួរតែបាត់ដែរមិនចឹងតែឥឡូវយើងអ្នកនរគ្នា practice សិនណា practice កន្លែងហ្នឹងឲ្យចេញសិនណាឥឡូវខ្ញុំដាក់លេខ3ម្ដងទៀតឧទាហរណ៍ខ្ញុំចង់ទិញ keyboard អីចឹងមានអត់ keyboard don't have in my system អីចឹងទៅអូខេត្រូវហើយ4 exit សិនមកអ្នកនរគ្នា practice សិនទៅតោះទាំងអស់គ្នាយើងតមិញយើងទិញ product ហើយ product វានៅឥឡូវចេះសិនខ្ញុំសុំកែpurchase ខ្ញុំសិនខ្ញុំសរសេរខុសអានេះគឺ purchase តមកទៀតអានេះ purchase 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 យ៉ាអញ្ចឹងឥឡូវឈប់សិនទាំងអស់គ្នាយើងមើលយ៉ាឈប់ purchase យើងកែអស់ហើយអញ្ចឹងយើងមកមើលនេះយើងមកមើលរបស់យើងយ៉ាខ្ញុំ enter product 3ខ្ញុំ enter លេខ1ខ្ញុំ input ទៅសិនទាំងអស់គ្នាយ៉ាទៅសិន
3 nhom tinh SFD yeah nhom intelligent dạ ở đây nhom intelligent dạ bên nơi ta FD dân nằm bay thơ lại nhấn cứ dân thuần trẻ dân thử cắt sai vì mua chẳng bà xin chỉ dân tính dân thử cắt sai vì chẳng là bay cắt sai dân bờ for loop in chase mà ai chẳng nơi không ai đứng dân tình xảy kế nâng chase mà ai đứng dân tình xảy kế chẳng dân cắt sai vía chase mà ai chê tô chiên sai độ muối nó chê bột bột chẳng dân chọn cắt sai khác cứ dân chọn cắt sai product product này chế mà product chế bột muối chọn product price này chế bột muối product price này chế đáy mà product price này chế bột muối tập một tiết dân cắt sai vía sai đỏ đỏ nhấn dân ran câu dân kèn chấn dân đạ máu giá cho lọc 3 đạo một tiết máu muối từ sân 3 nhom tên DFG nhom tờ lì pi với khơi ta sai dưỡng dân cả DFG chào rồi thì bố DFG miếng nó bây dân đến dân cả DFG chào chẳng bắt đầu bây dân thơ ban ban năng háo dân tới thơ khe 6 tiết để tơn cho mùi nắng calculate chia sai ngọt ní xong mượn tiết tỏ ngọt ní dân tỏ càng nghĩ dân tiết dân càng nghĩ dân tí 5 cứ ai kể này dân đã tí 5 nè này đã tí 5 và này đã tí 4 chẳng là ta sĩ áo 4 calculate total chẳng nè tỏ máu anh đi đã khai 5 tỏ máu anh đi đã khai 5 anh đi đã ta khai 4 break tỏ một tiết nhóm cục bìa này môi sân máu nhưng đã ấy ghê đã thá calculate product calculate tại ta vậy total price of product tập một tiết nhưng đã mà nhưng bậc ca bè bol muối đại miền mua tha float total chẳng hạn nè rồi chúng ta tiết đã smart zone trục zone cho mà yeah tập một tiết cứ chẳng dừng đăng ấy total chẳng sân chẳng mình total đã mà total bột smart product này ai mình đợi thấy product này ai thấy product price vậy ngon nè chứ mày product này ai chưa product price này ai tình năng có thở nào nè dương cô thành trai mình dương np để dương tình bạch đạt hỏi np để dương tình bạch đạt hỏi dương cô tại bột bạch đạt một từ chụp ngon nè dương trai mình for chụp tao ngon nè chụp
ត្រូវហើយអ្នកនរគ្នាខ្ញុំចង់បានចេះខ្ញុំចង់បានពេលដែលយើងទិញហើយយើងគួរតែបូកដល់អញ្ចឹងទៅ total បូកស្មើ product price នៃ i ហ្មងទៅបន្ទាប់មកយើងមិនបាច់សូវានៅក្នុងហ្នឹងហើយយើង display វានៅក្នុងនេះអញ្ចឹង CI យើងដាក់ថា total of products is ស្មើយើងដាក់មក total ចុះវិញអញ្ចឹងមកឥឡូវយើងសាកសូមកខ្ញុំបញ្ចូល3តោះមកខ្ញុំទិញខ្ញុំដាក់លេខ1តោះមកខ្ញុំ A 10 B 20 C 30 2 A 10 B 20 C 30ហើយខ្ញុំទិញ3ខ្ញុំទិញ A អញ្ចឹងខ្ញុំទិញ10តោះមកខ្ញុំដាក់លេខ2អញ្ចឹងខ្ញុំទិញ A បាទហើយតោះមកខ្ញុំដាក់លេខ4នេះខ្ញុំទិញបាន10អញ្ចឹងខ្ញុំច្រឡំលេខ4ខ្ញុំលេខ4ខ្ញុំ calculate មិនត្រូវចាញ់លេខ4ខ្ញុំ calculate ទាំងអស់គ្នាមិនត្រូវចឹងលេខ4ខ្ញុំ calculate អញ្ចឹងខ្ញុំគួរតែអត់ត្រូវមាន break ទេតាលេខ4ខ្ញុំអត់ត្រូវមាន break ទេលេខ4ខ្ញុំ calculate តាមើលសាកម្ដងទៀតបាទអានេះគួរដាក់ចេះមួយទៀតអញ្ចឹងខ្ញុំដាក់លេខ1ដាក់3 1 A 10 B 20 C 30 2 yeah 3ទិញ A លេខ2 yeah លេខ4មិនត្រូវ exit the program អត់ត្រូវទេអត់ត្រូវទាំងអស់គ្នាឈប់ទាំងអស់គ្នាអានេះវាមាន break ទៅហើយតែវាអត់ត្រូវ exit the program ទេខែ4ខ្ញុំយ៉ាដងទៀតទាំងអស់គ្នាដងទៀតលេខ3 1 A 10 B 20 C 30 2 yeah 3ទិញ A លេខ2 yeah ទិញ A បាទហើយលេខ4 yeah $ខ្ញុំលេខ3ខ្ញុំទិញមួយទៀតខ្ញុំទិញ B យ៉ាលេខ2យ៉ាលេខ2យ៉ាទិញ B ទៀតអញ្ចឹង10បូក20 30អញ្ចឹងខ្ញុំដាក់លេខ4 $30អូខេអញ្ចឹងតែប៉ុណ្្នឹងទេបងប្អូនលេខ5មកយ៉ាអញ្ចឹងតែប៉ុណ្្នឹងទេបងប្អូនគ្នាជាមួយខ្ញុំមើលទៀតមើលមានអីទៀតអត់អញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេបងប្អូនគ្នាអត់មានអីច្រើនទេដោយសារអត់ដឹងធ្វើអីបងប្អូនគ្នានេះគ្រាន់តែមានគ្នាយើងស្នើសុំឲ្យធ្វើបែប POS system ហើយ POS system ហ្នឹងវាមិនមែនមានតែ software ដូចយើងអញ្ចឹងទេវាត្រូវមាន hardware ទៀតវាមានបាទ code វាមាន scanner វាមានអីចឹងតាក់ទងមួយ point of sale មួយការលក់អីចឹងខ្ញុំមានតែខ្ញុំធ្វើនេះក៏មិនត្រូវ point of sale គាត់ថាធ្វើតាក់ទងមួយការលក់ទួចយើងអាចបញ្ចូល product display product ហើយនៅពេលដែលយើងទិញ product ណាមួយទៅនៅពេលដែលយើង display មក product នឹងវាបាទតបមកយើងបូកតម្លៃ product នឹងអីចឹងទៅទិញតម្លៃអស់ប៉ុន្មានអីចឹងមានតែប៉ុណ្្នឹងឯងទាំងអស់គ្នាខុសត្រូវកុំប្រកាន់នេះគ្រាន់តែជាការតេស្តទេបងប្អូនគ្នាអញ្ចឹងអរគុណទាំងអស់គ្នាដែលបានមើលកុំភ្លេច practice ផងអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងទេជំរាបលាទាំងអស់គ្នា